Ok,ចឹងយើងពាក់ព័ន្ធជាមួយនឹងវីដេអូទី3នៅក្នុង paragraph ណានៅក្នុង paragraph លក្ខណៈសង្គម paragraph គឺជាការជំទាត់ណា paragraph គឺហៅថាកថាខណ្ឌបាទលក្ខណៈសង្គមនៃកថាខណ្ឌចំពោះខ្មែរយើងគឺជំទាត់អញ្ចឹងភាសាអង់គ្លេសគឺដូចគ្នាណាដែលយើងប្រើប្រាស់អញ្ចឹងខ្ញុំយកបាទទីបោកគូលេងទៅបាទអញ្ចឹងយើងសិក្សាទី1គេថា bullet យើងប្រើវាដើម្បីដាក់និមិត្តសញ្ញានៅក្នុងកថាខណ្ឌជាទូទៅ bullet យើងអាចរើសនៅទីនេះក៏បានឬក៏យើងចូលទៅកាន់ bullet and numbering ក៏បានដែរចា៎នេះវានៅក្នុង tab bullet and នេះគឺនៅក្នុង tab number អញ្ចឹងខ្ញុំសូមបញ្ចូលតែ bullet សិននេះណា number យើងអាចចូលដល់ទី2ទី1គេថា font ណាជាទូទៅយើងអាចរើស style មកបើតើខ្ញុំរើស style នេះចុះអានេះគឺ font ណាទំហំនៃ bullet យើងអានេះ color យើងចង់ចាក់ពណ៌អីចាក់ពណ៌ក្រហមពណ៌លឿងឬក៏ពណ៌បៃតងណាអានេះទៅតាមចិត្តយើងដែលយើងចង់ចាក់ចុះនេះស្អីគេ picture គឺជាការរើសនៅពពួកបាទរូបភាពដាក់នៅអឺមុខ bullet របស់យើងណាបាទជាទូទៅខ្ញុំអាចរើសអឺជារូបភាពបាទខ្ញុំរើសជារូបភាពប្រទេសកម្ពុជាយើងចុះណាបាទនេះអានេះ font size ណាដូចខ្ញុំនិយាយមិញហ្នឹងគឺយើងអាចរើសទំហំវាឲ្យធំមកខ្ញុំដាក់250ចុះ enter ហើយខ្ញុំ save ណាយើង save វាចឹងនេះការ bullet ទេណាអូខេខ្ញុំ save ចឹងទៅណាជា bullet នេះវាជាប់គ្នាមិនក៏ bullet មានអារម្មណ៍ដូចជាប់គ្នាណាអូខេនេះគឺបែបនេះណាអូខេចឹងអានេះគេហៅថាគេ customize គឺយើងរើស bullet ជា symbol ជាទូទៅ font ដែលខ្ញុំប្រើនៅក្នុង symbol គឺមាន2គឺ font តាក់តែងនិង font wingding អានេះហៅថា subscribe គឺយើងរើសទៅលើពពួកថាយវាណាអូខេអានេះ recently new symbol គឺ symbol នេះខ្ញុំតែប្រើប្រាស់ថ្មីណាមានបែបហ្នឹងណាអូខេអានេះក៏ជា code វាទេ form បាទអត់មានអីទេណាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងអាហ្នឹងគឺគេហៅថា bullet ណា bullet ទី2យើងហៅថាជា numbering យើងអាចរើសជាលេខរៀងមានលេខរបាំងមាន A B C A ធំ A តូចយ៉ាងទៅណាបាទ numbering ក៏យើងមានពពួកដូចគ្នាដែរហើយនេះ start នេះយើងចង់វាចាប់ផ្ដើមប្រហែលតែឥឡូវមានលេខ1លេខ2ចឹងហើយខ្ញុំឲ្យវាចង់ចាប់ផ្ដើមចឹងលេខ2ទៅឬក៏លេខ3ឬក៏លេខ4ចឹងណាចឹងយើងអាចរៀនទីនឹងបាន color យើងចាក់ពណ៌វាចុច OK ប៉ុណ្ណឹងខ្ញុំគូបន្តទៀតខ្ញុំសេអត្តបទចឹងអានេះគេហៅថាជា increase list level គឺជាការបាទចូលបន្ទាត់នៅក្នុង slide របស់យើងអានេះយើងនិយាយពី decrease list level គឺជាការថយបន្ទាត់មកក្រោយវិញណាអូខេហើយនេះយើងហៅអីគេ line spacing ណាចំពោះនៅក្នុង PowerPoint វាខុសពី Word បន្តិចណាបាទខ្ញុំតាមបែបអត្ថបទចឹងចឹង line spacing គឺយើងប្រើដើម្បីធ្វើការបន្ថែមនៅកម្រិតណាតែយើងអត់មានការបង្រួមវាទេខុសពីកម្មវិធី Word ណាអូខេហើយនេះគេ line spacing option យើងអាចចូលមើលតិចទៅបាទនេះជាទូទៅអា line នេះយើងចង់ដាក់នៅណាដាក់ឆ្វេងដាក់ស្ដាំបាទដាក់នៅទាំងសងខាងបាទនេះនៅក្នុងនេះណាអូខេនេះយើងមួយនឹង indentation បាទអក្សរចន្លោះនេះ spacing កម្រិតណាចំដល់នឹងកម្រិតនេះអត់មានអីទេមិនមើលវាទេណាអូខេហើយយើងចូលទៅទៀតបាទនេះគេហៅថាពពួកជា text direction នេះគឺធ្វើការពង្រើអក្សររបស់យើងអញ្ចឹងជាទូទៅគឺគេហៅថាពពួក horizontal គឺអក្សរធម្មតាទី2គេហៅថាជា rotate all 90 degree គឺយើងធ្វើការពង្រើរូបភាពហ្នឹងបែប90 degree ទី3គេហៅថា rotate all 270 degree គឺយើងពង្រើរូបភាពហ្នឹងពីក្រោមឡើងទៅលើវិញបាទអានេះគេ stack គឺយើងធ្វើការបង្លាអក្សរណាបង្លាអក្សរគឺបែបនេះអញ្ចឹងទៅណាអូខេប៉ុន្តែខ្ញុំមិនដែលប្រើប្រាស់វាទេណាអូខេចូលទៅដល់ខាងក្រោមគេហៅថាជា align ពួក align យើងអាចមានចំនួន4ឬក៏3បាទប្រហែលជាអាចមាន4ណាទី1គេថា align left គឺមានន័យថាយើងឈរខាងឆ្វេង
អត្ថបទយើងរត់ពីឆ្វេងទៅស្ដាំទី2យើងហៅថា center យើងធ្វើការឈរចំពាក់កណ្ដាលហើយអត្ថបទយើងវាគឺវាឆ្វេងក៏ទៅស្ដាំក៏ទៅដូចគ្នាដែរណាហើយទី3កាលថាឡើងរាយគឺយើងឈរខាងស្ដាំវាទៅឆ្វេងណាអូខេហើយនេះគេហៅអីគេ chatify នេះគឺយើងឈរវាដណ្ដើមទាំងសងខាងណាពេលយើងវាអត្ថបទទៅឆ្វេងហើយនិងស្ដាំគឺវាមានប្រវែងស្មើគ្នាអានេះគេហៅថាជាការបន្ថែមនៅកលឹមណាគេអាចឬក៏ធ្វើការ remove កលឹមណាចឹងនៅក្នុងយើងអាចមានកលឹមមួយយើងបាច់និយាយទេដោយសារយើងមានហើយអានេះគេហៅថា2កលឹមយើងចែកកលឹមជា2យើងអាចមើលឃើញព្រិចឲ្យធំតិចចុះស្លេតដូចវាយកជា3ណាជា2ជា3នៅក្នុងនេះយើងសេទៅវាឆ្លូទៅដល់កនេះទេអានេះយើងបែបនេះណាអានេះគឺជា3កលឹមណាបាទយើងចែកជា3កលឹមផ្លែក្នុងខ្ញុំអាចឧទាហរណ៍ឲ្យមើលនៅក្នុង slide ដែលខ្ញុំធ្វើកាន់តែសាលាតិចណាអានេះគឺយើងចែកចំនួន2ណា2កលឹមណាឈររបៀបគេយើងចែកជា2ពេលយើងសេអស់សិនទៅចាំយើងចែកអានេះបន្ថែមណាតោះមួយទៀតយើងនិយាយអំពីយើងចូលមកក្រោមតិចទៅអានេះគេហៅថា align text របស់យើងវាមាន top បាទអានេះយើងព្រីកអត់បានទេបើខ្ញុំយកពពួកបើកអាចមកសរសេរវិញណាសើតែនេះចុះបើយើងទាញវាបានទេវាខុសពី Word ឬក៏ខ្ញុំយក ប្រើ shape មកគូមកដើម្បីខ្ញុំចង់ឲ្យអ្នកនរគ្នាមើលឲ្យច្បាស់ណាដល់ពេលខ្ញុំសេចចេះឥឡូវយើងតាមមើល format ទេខ្ញុំមើលនេះសិនណាគេហៅថា align text top គឺយើងដាក់អក្សរយើងខាងលើ middle ឬក៏ដាក់អក្សរនៅខាងពាក់កណ្ដាលហើយនិង button គឺដាក់អក្សរនៅខាងក្រោមណាអូខេចឹងនេះគេហៅស្អីគេនេះគេហៅថាជា convert to smart art graphic មានន័យថាយើងយកណាអក្សរមួយណាឲ្យវាទៅជា smart art ឧទាហរណ៍យកអក្សរបែបនេះណាឲ្យវាទៅជា smart art វា convert ពីអក្សរហ្នឹងទៅជា smart art ណាបាទបែបនេះចឹងណាអូខេនេះគឺសិក្សាតែរៀនក្រោយទេហើយយើងមើលប៉ុណ្្នឹងសិនទៅណាចាំមើលវីដេអូទី4ខ្ញុំពាក់ព័ន្ធជាមួយការវិញម្ដងណា